បាទសូមជម្រាបសួរប្រិយមិត្តក្នុងបណ្ដាញសង្គមជាទីគោរពរាប់អានបាទក្នុងឱកាសនេះខ្ញុំសេងរដ្ឋាខ្ញុំសូមដកស្រង់នៅសុភាសិតចំនួន4ដែលយកចេញមកពីសៀវភៅស្រីហេតោបទេសជាភាសាខ្មែរដែលត្រូវបានបកប្រែមកពីភាសាសំស្ក្រឹតដោយព្រះសង្ឃខ្មែរមួយអង្គទ្រង់ព្រះនាមថាព្រះវិរិយបណ្ឌិតោបង្ខាត់ទ្រង់ជាបញ្ញវន្តភិក្ខុនៅក្នុងសម័យសម្ដេចជួនណាតបាទអញ្ចឹងព្រះថេរៈវិរិយបណ្ឌិតោបង្ខាត់នេះក៏ត្រូវជាកូនសិស្សរបស់សម្ដេចសង្ឃជួនណាតផងដែរបាទយើងដឹងហើយលោកគ្រូប៉ាងខាត់ហ្នឹងក៏ជាមិត្តភក្តិរបស់លោកអាចារ្យហែមជាវលោកប៉ាច់ឈឿនជាដើមនៅក្នុងសម័យតស៊ូសង្គ្រាមឆ័ត្រប្រឆាំងនឹងអាណានិគមបារាំងបាទលោកគ្រូប៉ាងខាត់ជាអ្នករៀនភាសាសំស្ក្រឹតដ៏ពូកែហើយលោកក៏មានវាសនាភ័ព្វវាសនាបានជួបសភៅស្រីហេតោបទេសដែលសរសេរជាភាសាសំស្ក្រឹតបានសភៅនេះសរសេរជាសំស្ក្រឹតដោយលោកនារាយណបណ្ឌិតជនជាតិឥណ្ឌានារាយណបណ្ឌិតលោកសរសេរនៅក្នុងសតវត្សទី5នៃគ្រិស្តសករាជបាទសភៅនេះឈ្មោះដើមមិនហៅថាស្រីហេតោបទេសទេគឺហៅថាបញ្ចតន្ត្រៈបញ្ចហ្នឹងប្រែថា5តន្ត្រៈហ្នឹងច្បាប់ទាំង5យើងពេលដែលលើពាក្យថាបញ្ចតន្ត្រៈយើងអាចដឹងថាបញ្ចតន្ត្រៈនេះគឺជាពាក្យមួយមកពីសាសនាពុទ្ធសាសនាមហាយានឬមួយក៏មកពីហិណ្ឌូបាទព្រោះឯបញ្ចតន្ត្រៈយើងឃើញគេប្រើនៅក្នុងហិណ្ឌូផងពួកហិណ្ឌូផងពួកពុទ្ធសាសនាមហាយានផងបាទសម្ដេចលោកគ្រូជួលោកគ្រូប៉ាងខាត់លោកបានសរសេរនៅក្នុងអារម្មណ៍បកថារបស់គាត់ថាសភៅស្រីហេតោបទេសនេះត្រូវបានសរសេរនៅក្នុងសតវត្សទី5នៃគ្រិស្តសករាជគឺពេលនោះយើងឃើញពួកហិណ្ឌូបានយកទស្សនវិជ្ជារបស់ពុទ្ធសាសនាច្រើនយកមកចូលលាយនៅក្នុងហ្នឹងបានជាសភៅហ្នឹងមើលទៅមានទស្សនៈស្តៀងនឹងទស្សនវិជ្ជាការអប់រំសិលធម៌ស្តៀងពុទ្ធអវត្តច្រើនបាទនៅក្នុងសភៅហ្នឹងឃើញថាមានច្រើនផងដែរហ្នឹងហើយមានលាយគំនិតហិណ្ឌូគំនិតអ្នកនិពន្ធនិងក៏យកគំនិតសាសនាពុទ្ធមកលាយដែរដោយសារតែពុទ្ធកើតមុនសភៅហ្នឹងទ្រង់ប្រសូតមុនសភៅហ្នឹងចំនួន500ឆ្នាំមកមើលទៅណា500ឆ្នាំជាងបាទហើយសភៅសង្ស្ក្រឹតច្បាប់ដើមនោះត្រូវបានគេបកប្រែច្រើនមែនទែនអញ្ចឹងស្រីតោបទេសឬក៏សភៅបញ្ញតន្ត្រៈនេះត្រូវបានគេបកប្រែទៅជារាប់រយភាសាទៅជាភាសានៅតំបន់អឺរ៉ុបរាប់សិបប្រទេសហើយនៅក្នុងប្រទេសអាមេរិកឬក៏នៅប្រទេសចិននៅក្នុងប្រទេសផ្សេងទៀតបកប្រែច្រើនដោយសារអីដោយសារសភៅស្រីហេតោបទេសនេះគឺជាសភៅដែលមានអត្ថន័យខ្លឹមសារជួយសង្គមមានប្រយោជន៍ដល់សង្គមមានប្រយោជន៍ដល់វិស័យអប់រំមានប្រយោជន៍ដល់សិលធម៌មានប្រយោជន៍ដល់ច្បាប់មានប្រយោជន៍ដល់ការធ្វើសង្គ្រាមជាដើមពួកអីនៅក្នុងសភៅហ្នឹងមាននិយាយ4បាទមាន4ផ្នែក4ភាគនៅពីសម័យឆ្នាំ1990ផ្លាយខ្ញុំបានទិញសភៅស្រីតោបទេសហ្នឹងមាន4ភាគទី1ឈ្មោះថាការសែបគប់មិត្តទី2ឈ្មោះថាការបំបែកមិត្តទី3ឈ្មោះថាសង្គ្រាមនិងទី4ឈ្មោះថាសន្តិភាពបាទយ៉ាងណាក៏ដោយក្រោយមកក្នុងឆ្នាំ2000ជាងយើងឃើញសភៅហ្នឹងឃើញមានគេបោះពុម្ពតែមួយក្បាលយក4ភាគដាក់មួយក្បាលជាមួយគ្នាដែលមើលទៅរៀងពិបាកអានដែរដោយសារដាក់មកលោកឡំវារៀងពិបាកតិចនេះដោយសារបែរជាឈ្មោះរកស៊ីចង់ស្រួលចង់ចំណេញអីចឹងទៅបាទដើម្បីកាត់បន្ថយចំណាយអញ្ចឹងទៅប៉ុន្តែជាការមួយមិនមានការយល់ព្រមពីអ្នកនិពន្ធឬក៏អ្នកមានកម្មសិទ្ធិបញ្ញាអីទេអញ្ចឹងមើលបាទហ្នឹងហើយនៅលោកគ្រូប៉ាងខាត់លោកបកប្រែសភៅស្រីតោបទេសហ្នឹងចេញពីភាសាសំស្ក្រឹតមកភាសាខ្មែរហើយលោកសុំមិត្តភ័ក្តិឬក៏វា
មិនបញ្ញវន្តសង្ឃនៅជំនាន់ឆ្នាំ60ជាងនឹងជួយពិនិត្យមើលពេលបកប្រែឲ្យមុននឹងយកទៅឲ្យរងពុំជួយពិនិត្យមានប្រសង់4 អង្គទៀតដែលសិតតែប្រសង់អ្នកជំនាញចំណានខាងវិជាបាទលោកបានជួយកែជួយត្រួតពិនិត្យហើយលោកគ្រូប៉ាងខាន់ក៏បានទៀងទាត់ជាមួយនឹងសំណេរបកប្រែជានៅជាភាសាបារាំងបាទលោកមើលការបកប្រែនៅក្នុងភាសាសៀមផងដែរយកទៀងទាត់មើលចង់ដឹងអត្ថន័យឲ្យវាត្រឹមត្រូវចឹងភាសាពួកសៀមក៏បកប្រែសភៅស្រីតោប្រទេសនឹងដែរនៅក្នុងប្រទេសសៀមអ្នកដែលបកប្រែមានឈ្មោះថានាកប្រទីបចឹងសៀមឈ្មោះនាកប្រទីបអ្នកបកប្រែខ្មែរយើងឈ្មោះវិរិយៈបណ្ឌិតប៉ាងខាត់ដែលជាអ្នកបកប្រែបាទសូមជម្រាបថាយើងឃើញសភៅហ្នឹងហើយយើងនឹកឃើញពិតជាអស្ចារ្យណាស់វាមានអត្ថន័យបង្កប់ខ្លាំងណាស់បានខ្មែរបុរាណយើងមានទស្សនវិស័យខ្លាំងធ្វើសង្គ្រាមក៏ខ្លាំងល្បិចធ្វើសង្គ្រាមក៏ខ្លាំងហើយទស្សនវិជ្ជាអប់រំកូនចៅកំណាព្យកាបឃ្លោងហ្នឹងក៏ខ្លាំងដែរសិលធម៌ក៏ខ្ពស់យកច្បាប់យកយុត្តិធម៌ច្រើនព្រោះអីយើងមើលថាដើមកំណើតខ្មែរយើងតែងកំណាព្យហ្នឹងក៏យករបៀបពីសំស្ក្រឹតពីបាលីមកច្រើនដែរអញ្ចឹងយ៉ាងណាមិញគម្ពីរស្រីតោប្រទេសហ្នឹងជាកំណាព្យកាបឃ្លោងហើយលោកគ្រូប៉ាងខាត់ដែលជាអ្នកស្ទាត់ជំនាញស្ទាញចំណានក្លាហានខាងវោហាសាស្ត្រឆ្លាស់ឆ្លងលបងល្បិចក្នុងកិច្ចបកប្រែពូកែអស្ចារ្យរឿងភាសាសំស្ក្រឹតហ្នឹងលោកបានបកប្រែដើម្បីទុកជាអំណោយសម្រាប់អក្សរសាស្ត្រខ្មែរយើងព្រោះពាក្យពេចន៍ឃ្លោងឃ្លាជាច្រើនដែលយើងប្រើនៅក្នុងខ្មែរយើងរាល់ថ្ងៃហ្នឹងយើងពាក្យមានឫសគល់មកពីភាសាសំស្ក្រឹតបាទពិតជាសំខាន់ណាស់សម្រាប់អក្សរសាស្ត្រផងសម្រាប់ទស្សនវិជ្ជាសម្រាប់ការអប់រំសម្រាប់សិលធម៌សម្រាប់ច្បាប់សម្រាប់សុភមង្គលពាក្យថាស្រីហេតោប្រទេសហ្នឹងគឺយើងអាចកាត់ទៅជា3 4បទបាទគឺស្រីមួយបទហេតៈមួយបទនិងឧបទេសមួយបទស្រីហ្នឹងសួស្ដីហើយហេតៈហ្នឹងប្រយោជន៍ហើយឧបទេសៈហ្នឹងមានន័យថាទូនមានអញ្ចឹងទូនមានប្រយោជន៍ទូនមានច្បាប់ទូនមានប្រយោជន៍ដល់ឲ្យមានសេរីសួស្ដីអញ្ចឹងសភៅហ្នឹងមានន័យថាទូនមានច្បាប់ទូនមានប្រយោជន៍ឲ្យមានសេរីសួស្ដីឲ្យមានសុភមង្គលបាទនេះគឺជាអត្ថន័យពាក្យថាស្រីហេតោប្រទេសបាទនៅក្នុងសភៅស្រីហេតោប្រទេសនេះគឺគេនិទានលបែបរឿងលបើកប្រៀបធៀបមនុស្សនិងសត្វអីចឹងទៅនៅក្នុងរឿងហ្នឹងមាននិទានតគ្នាយ៉ាងពិរោះអស់រឿងមួយចូលដល់រឿងមួយហើយមានសុភាសិតអមរហូតមានសុភាសិតឬយើងហៅថាគាថាណាគាថាអមឬសុភាសិតអមគេថាប្រៀបបីដូចជារឿងនឹង1000មួយយប់របស់អារ៉ាប់អញ្ចឹងដែរអស់លោកនៅនាងជាទីមេត្រីបាទខ្ញុំចង់ដកស្រង់នៅគាថាចំនួន4ចេញពីសភៅនេះដកស្រង់មកចំនួន4មានគាថារាប់រយសិតប្រុសល្អមានអត្ថន័យរាប់រយ3 400បាទអញ្ចឹងខ្ញុំចង់យកតែ4មកទេមកចូលរួមចែករំលែកក្នុងថ្ងៃនេះទី1ខ្ញុំយកគាថាចេញពីភាគ1ភាគ1ឈ្មោះថាការសែបគប់មិត្តទី2ខ្ញុំយកគាថាចេញពីភាគ2ដែលមានឈ្មោះថាការបំបែកមិត្តទី3ខ្ញុំយកគាថាចេញពីសភៅនឹងដែរភាគ3ឈ្មោះថាសង្គ្រាមបាទទី4ខ្ញុំដកស្រង់សុភាសិតមួយទៀតចេញពីភាគ4ដែលមានឈ្មោះថាសន្តិភាពបាទអញ្ចឹងខ្ញុំនឹងអានហើយនឹងធ្វើការបកស្រាយសង្ខេបខ្លះបាទខ្ញុំនឹងអានហើយនឹងធ្វើការបកស្រាយសង្ខេបផងដែរបាទអញ្ចឹងគាថាទី1ដែលខ្ញុំនឹងអានជូនគឺជាគាថាឬក៏ជាសុភាសិតទី170សីហៈសប្បុរសនិងដំរីតែងលះបង់ទីឋានមិនល្អទៅរកទីឋានល្អតែសត្វក្អែកបរោះគម្រក់និងមរឹកនៅស្លាប់នឹងទីកន្លែងខ្លួនបាទបងប្អូនគិតមើលអត្ថន័យម្ដងទៀតសីហៈសប្បុរសនិងដំរីតែងលះបង់ទីឋានមិនល្អទៅរកទីឋានល្អតែសត្វក្អែកបរោះគម្រក់និងមរឹកនៅស្លាប់
តែនឹងកន្លែងខ្លួនបានមានន័យថាម៉េចបាននៅមានន័យថាសត្វតោសត្វសីហៈហ្នឹងមួយជនសប្បុរសមួយនិងសត្វដំរីមួយតែងតែផ្លាស់ប្ដូរទីកន្លែងមិនល្អហើយទៅរកទីកន្លែងល្អមិននៅកន្លែងណាដែលគេអត់ឲ្យតម្លៃទេមិននៅកន្លែងណាដែលមានគ្រោះថ្នាក់ទេមិននៅកន្លែងណាដែលមិនចម្រើនទេគឺទៅរកទីកន្លែងល្អនេះគឺសីហៈសប្បុរសនិងដំរីតែសត្វក្អែកនេះសត្វក្អែកនិងមនុស្សខុំរកហើយនិងសត្វបរិកតែងតែនៅស្លាប់តែនឹងកន្លែងខ្លួនហ្នឹងអត់ព្រមទៅណាទេនៅត្រាំនៅត្រែងនៅទុយមួយនៅទុកមុខនៅក្នុងឯងងាប់រស់នៅនឹងឯងអត់មានចេះអាប់ដេតអត់មានចេះរកកន្លែងប្រសើរទេទោះបីកន្លែងហ្នឹងវាពិបាកវាវេទនាវាអត់រីកចម្រើនក៏ចេះតែនៅដែរបាទនេះគឺខ្ញុំបកស្រាយបន្ថែមខុសឆ្គងយ៉ាងណាបងប្អូនពិចារណាមើលទៅបាទអញ្ចឹងសុភាសិតហ្នឹងខ្ញុំអានម្ដងទៀតសុភាសិតទី1ក្នុងភាគទី1សីហៈ1សប្បុរស1និងដំរី1តែងលះបង់ទីឋានមិនល្អទៅរកទីឋានល្អតែសត្វក្អែកបរោះគំរកនិងមរិតនៅស្លាប់នឹងកន្លែងខ្លួនបាទនេះគឺជាអត្ថន័យដែលយើងម្នាក់ត្រូវតែចេះអាប់ដេតកុំឲ្យនៅតែមួយកន្លែងហើយទោះបីជាកន្លែងនឹងគេធ្វើបាបធ្វើទុកបុកម្នេញអីក៏ដោយយើងអត់ព្រមចេះខ្លះអត់ព្រមចេះបដូរទៅរកការបទពិសោធន៍ថ្មីបាទនេះគឺអាការអប់រំមួយដ៏ល្អមែនទែនបាទឥឡូវចូលដល់សុភាសិតសម្រងទី2ខ្ញុំសូមអានជូនដូចតទៅបុគ្គលគប្បីជ្រាបថាស្ត្រីបរិភោគអាហារទ្វេគុណមានប្រាជ្ញាចតុគុណមានកលមយាឆគុណនិងបរិភោគកាមអត្ថគុណបាទតើមានអត្ថន័យយ៉ាងណាសូមជូនម្ដងទៀតបុគ្គលគប្បីជ្រាបថាស្ត្រីបរិភោគអាហារទ្វេគុណមានប្រាជ្ញាចតុគុណមានកលមយាឆគុណនិងបរិភោគកាមអត្ថគុណបាទគិតទៅគឺជាអត្ថន័យដ៏ជ្រាលជ្រៅមែនទែនគេចង់និយាយថាស្ត្រីទទួលទានអាហារច្រើនទ្វេគុណហ្នឹងប្រហែលជាអាចថាច្រើនជាងបរោះម្ដងហ្នឹងបើបរោះអស់មួយចានស្ត្រី2ចានប្រហែលជាអញ្ចឹងហើយមានប្រាជ្ញាចតុគុណហើយបញ្ញាឆ្លាតណាស្ត្រីគឺមិនមែនធម្មតាទេអញ្ចឹងមិនអាចចិញ្ចឹមកូន4-10នាក់រស់ទេពេលខ្លះយើងឃើញស្ត្រីអត់បានរៀនដល់មហាវិទ្យាល័យទេអត់ដល់បណ្ឌិតអនុបណ្ឌិតប៉ុន្តែស្ត្រីមានបញ្ញាឆ្លាតវាងវៃមែនទែនក្នុងការរកចិញ្ចឹមរកស៊ីចិញ្ចឹមកូនចៅក្រុមគ្រួសារប្រាជ្ញាមិនអន់ជាងបរោះទេសូមមេត្តាជ្រាបបាទហើយមួយទៀតថាមានកលមយាឆគុណរីឯកលមយាស្ត្រីគឺរឹតតែច្រើនឆគុណនឹង6ដងរឹតតែច្រើនកលមយាអញ្ចឹងយើងដឹងហើយមានមយាដកខ្ញីមានអីចឹងទៅបានកលមយាហ្នឹងរហូតដល់មានខ្មែរយើងគេថាកុំទុកចិត្តប្រពន្ធថាគ្មានសហាយកុំទុកចិត្តម្ដាយថាគ្មានបំណុលបាទអញ្ចឹងកលមយាដកខ្ញីមយាធ្វើឲ្យប្តីស្រឡាញ់អីជាដើមបាទពិតជាមិនធម្មតាទេបាទនិងបរិភោគកាមគុណអត្ថគុណអញ្ចឹងស្ត្រីបរិភោគកាមគុណរឹតតែច្រើនមិនចេះឆ្អែតមិនចេះឆ្អល់ទេបាទអញ្ចឹងហើយអញ្ចឹងបើសិនជាបរិះនោះមិនផ្ដល់នៅសេចក្តីសុខឬក៏សេចក្តីត្រូវការផ្លូវកាមគុណឲ្យដល់ប្រពន្ធទេប្រពន្ធនឹងមានការបែកគំនិតផ្សេងហើយនេះគឺដែលយើងថាបរិភោគកាមអត្ថគុណ8ដងនេះគឺជាមេរៀនមួយដែលសម្រាប់សិក្សាអប់រំឲ្យទូនមានខ្លួនយើងម្នាក់បាទនេះអត្ថន័យជ្រាលជ្រៅមែនទែននៅក្នុងគម្ពីរស្រីហតោប្រទេសនេះបាទអញ្ចឹងយើងខ្ញុំបញ្ចប់ត្រង់កន្លែងសុភាសិតទី2យើងចូលមកដល់សុភាសិតទី3បាទសុភាសិតទី3នេះដែលយើងដកស្រង់ចេញមកពីសង្គ្រាមហ្នឹងហើយនិយាយថាព្រះរាជាមួយមនុស្សឈួតមួយកូនក្មេងមួយអ្នកបរិភោគការមួយតែងចង់បានរបស់ដែលខ្លួនមិនទាន់បានចាំបាច់និយាយថ្មីដល់របស់ដែលខ្លួនបានហើយ
បាទសូមអានជូនម្ដងទៀតព្រះរាជាមួយមនុស្សឈួតមួយកូនក្មេងមួយអ្នកបរិភោគកាមមួយតែងចង់បានរបស់ដែលខ្លួនមិនទាន់បានមិនបាច់និយាយអ្វីដល់របស់ដែលខ្លួនបានហើយបាទអញ្ចឹងបកស្រាយមើលព្រះរាជាគឺតែងចង់បានរបស់ដែលមិនទាន់បានអញ្ចឹងមើលព្រះរាជាមានន័យថាមេដឹកនាំឬអ្នកកាន់អំណាចនៅក្នុងលោកីយ៍នេះគឺមិនចេះឆ្អែតទេតែងតែចង់បានហើយចង់បានទៀតចង់កាន់ហើយកាន់ទៀតចង់នៅយូរកាន់ណាយូរធ្វើមេដឹកនាំយូរចង់បានរបស់មិនចេះចប់មិនចេះហើយទោះបីមានដីមានផ្ទះមានឡានមានវិឡាមានយន្តហោះក៏មិនទាន់ឆ្អែតដែរបាទនេះកូនក្មេងចង់បានរបស់មិនចេះឈប់ទេទិញនេះឲ្យហើយចង់បាននោះទៀតចង់បាននេះចង់បាននោះទិញអានេះចង់បាននោះទិញអានោះចង់បាននោះទៀតហ្នឹងហើយមនុស្សឈួតក៏ចឹងដែរចង់បានរបស់រហូតបាទមិនចេះឈប់នោះទេបាទតែតែចង់បានរបស់ដែលមិនទាន់បានអ្នកបរិភោគកាមក៏អញ្ចឹងដែរបរោះអីហ្នឹងបរិភោគកាមមិនដែលឆ្អែតទេឃើញស្ត្រីនៅតែចង់ជួបចង់ប៉ះចង់ពាល់ឲ្យតែទៅកន្លែងប្លែកគឺបរិភោគកាមមិនចេះឆ្អែតមិនចេះឆ្អល់ទន្លេ10មិនកប់សមុទ្រមួយនេះគឺជាសុភាសិតខ្មែរបាទអញ្ចឹងនៅក្នុងសភៅស្រីអតោប្រទេសនេះគឺជាការទូន្មានដ៏ប្រកបដោយអត្ថន័យដែលគួរតែសិក្សាគួរតែរៀនសូត្រចឹងកុំភ្លេចទៅទិញសភៅស្រីអតោប្រទេសយកមកអានហើយបានចេះអក្សរសាស្ត្រទៀតអានច្រើនសារបានអាចយល់បានចូលដល់សុភាសិតទី4ដកស្រង់ចេញពីភាគ4ដែលឈ្មោះថាសន្តិភាពបាទឈ្មោះថាសន្តិភាពសុភាសិតមានដូចតទៅនរជនណាយកធម៌ដាក់ពីមុខមិនរវល់គិតថាម្ចាស់ស្រឡាញ់ឬមិនស្រឡាញ់ហើយអាចហ៊ានពុះពៀពោលពាក្យមិនជាទីគាប់ចិត្តចំពោះម្ចាស់ផងនរជននោះទុកជាមិត្តព្រះរាជាពិតបាទសូមអានជូនម្ដងទៀតនរជនណាយកធម៌ដាក់ពីមុខមិនរវល់គិតថាម្ចាស់ស្រឡាញ់ឬមិនស្រឡាញ់ហើយអាចហ៊ានពុះពៀពោលពាក្យមិនជាទីគាប់ចិត្តចំពោះម្ចាស់ផងនរជននោះទុកជាមិត្តព្រះរាជាពិតបាទគឺអត្ថន័យល្អមែនទែនបាទអត្ថន័យល្អមែនទែនក្នុងនេះគឺនិយាយថាអ្នកណាយកធម៌ដាក់មុខមានន័យថាយកច្បាប់ជាធំយកច្បាប់ដាក់មុខយកច្បាប់ជាធំមិនគិតរវល់ថាខ្លាចម្ចាស់ឬចវាយខ្លួនស្រឡាញ់ឬមិនស្រឡាញ់អីទេហ៊ានពោលពាក្យពិតនៅចំពោះមុខចវាយខ្លួនហ៊ានពោលពាក្យពិតមានន័យថាហ៊ាននិយាយច្បាប់យុត្តិធម៌នៅចំពោះចវាយខ្លួនមិនខ្លាចចវាយខ្លួនដកគាត់ចោលទេគឺគាត់ប្រកាន់ច្បាប់មន្ត្រីនឹងប្រកាន់ច្បាប់នៅក្នុងសភៅស្រីហេតុប្រទេសនេះគេថាបើមន្ត្រីណាប្រកាន់ច្បាប់យកធម៌ជាធំមិនខ្លាចម្ចាស់ខ្លួនអន់ចិត្តទេនិយាយតែការពិតចំពោះមុខចវាយនៅសភៅនេះចាត់ទុកថាបុគ្គលនោះជននោះគឺជាមិត្តពិតរបស់ព្រះរាជាជាមិត្តពិតរបស់មេដឹកនាំជាមិត្តពិតរបស់ចវាយបានសេចក្តីថាអ្នកដែលអេបអបអ្នកអត់ហ៊ាននិយាយការពិតអ្នកប្រជប់ប្រជែងអ្នកលើកជើងគឺជាមិត្តខ្លាំងខ្លាយគឺជាមិត្តខ្លាំងខ្លាយមិនមែនជាមិត្តពិតរបស់មេដឹកនាំទេអ្នកណាដែលនិយាយការពិតអ្នកណាដែលហ៊ានរិះគន់អ្នកណាដែលកាន់យុត្តិធម៌អ្នកណាដែលកាន់ច្បាប់និយាយការពិតចំពោះមុខម្ចាស់ខ្លួនចំពោះមុខព្រះរាជាចំពោះមុខមេដឹកនាំអ្នកនោះគឺជាមិត្តពិតប្រកបរបស់មេដឹកនាំមិត្តពិតប្រកបរបស់ព្រះរាជាមិត្តពិតប្រកបរបស់ចវាយបាទនេះគឺជាអត្ថន័យមួយដ៏ល្អមែនទែនសូម្បីតែខ្ញុំអានហើយខ្ញុំចង់ព្រឺរោមព្រឺស្បែកដែរដោយសារអត្ថន័យនេះខ្លាំងមែនទែនសូម្បីសភៅបុរាណរាប់ពាន់ឆ្នាំហើយប៉ុន្តែអត្ថន័យនៅទំនើបនៅថ្មីស្រឡាងតែម្ដងបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីថ្ងៃក្រោយខ្ញុំនឹងដកស្រង់នៅសុភាសិតខ្លះទៀតចូលមកបង្ហាញចែករំលែកជូនបាទអញ្ចឹងក្នុងឱកាសនេះខ្ញុំបាទសូមអរគុណដែលលោកអ្នកនាងបានយកចិត្តទុកដាក់តាមដានការដកស្រង់និយាយចែករំលែករបស់ខ្ញុំ
បាទសូមជូនពរសុខភាពល្អដល់អ្នកគ្នាបាទអរគុណសូមជម្រាបលាបាទ